នៅឯមាត់ទន្លេសាបក្រោមមិនលប់ស្ងាត់ជ្រងំកុសលកំឡោះញាក់នេសាទសាមញ្ញកំពុងអង្គុយភ្លុំឃ្លួយយ៉ាងស្រទន់សំលេងឃ្លួយបន្លឺឡើងបក់បោកតាមខ្យល់រាវដាវពេញភូមិបណ្ដៃទឹកដកស្ងប់ស្ងាត់ដែលផ្ទៃសម្បាញ់ដំឡើងខ្ពស់លើសសរឆ្លុះបញ្ចាំងស្រមោលលើផ្ទៃទឹកទូកតូចរបស់គាត់អមដោយក្បាច់រចនាតាមបែបបុរាណបានរសាត់បណ្ដែតយឺតៗបង្ហាញពីជីវិតមួយជំនាន់ដែលពឹងផ្អែកលើការចិញ្ចឹមជីវិតពីខ្សែទឹកដ៏បរិសុទ្ធស្ពានឈើបុរាណមួយដែលគេហៅថាស្ពានស្នេហ៍លាតសន្ធឹងពីត្រើយម្ខាងទៅត្រើយម្ខាងឆ្លងកាត់ដៃទន្លេតូចមួយកំណោស្ពានដែលទ្រុឌទ្រោមទៅតាមកាលវេលាបានខ្សឹបសៀវរឿងរ៉ាវរាប់មិនអស់ការជួបជុំនិងការចែកផ្លូវគ្នាសម្រាប់កុសលស្ពាននេះមិនមែនត្រឹមតែជាផ្លូវឆ្លងកាត់ប៉ុណ្ណោះទេតែជាបេះដូងនៃភូមិជានិមិត្តរូបនៃក្តីស្រមៃដែលគាត់មិនហ៊ានថ្លែងឲ្យលឺក្នុងផ្ទះឈើធំស្កឹមស្កៃមួយដែលលម្អដោយក្បាច់រចនាដ៏ល្អវិចិត្រឆ្ងាយពីផ្ទះអ្នកនេសាទដ៏សាមញ្ញគឺជាលំនៅឋានរបស់លោកមេឃុំនៅទីនោះមនោរម្យកូនស្រីតែមួយគត់របស់គាត់កំពុងរៀនចាក់ក្បាច់ផ្ការំយល់ដោយអំបោះសូត្រពិភពលោករបស់នាងពូពេញដោយវិន័យដ៏តឹងរឹងកិត្តិយសគ្រួសារនិងការរំពឹងទុករបស់សង្គមដែលជាអ្វីដែលខុសគ្នាឆ្ងាយពីជីវិតសាមញ្ញរបស់កុសលតែវាសនាបានចារឹកភ្លើងរបស់ពួកគេឲ្យប្រសពគ្នាថ្ងៃមួយក្នុងពិធីបុណ្យភូមិដ៏អ៊ូអរមនោរម្យបានដើរឆ្លងកាត់ស្ពានស្នេហ៍ក្នុងសម្លៀកបំពាក់ប្រពៃណីដ៏ស្រស់ស្អាតក្រោមក្រសែភ្នែកមហាជនជាច្រើនកុសលដែលកំពុងជួយឪពុករបស់គាត់រៀបចំទូកតូចមួយសម្រាប់លក់ដូរបានងើបមុខឡើងដោយចៃដន្យហើយក្រសែភ្នែករបស់ពួកគេក៏បានជួបគ្នារយៈពេលដ៏ខ្លីនោះប្រៀបដូចជាការវិលត្រឡប់ទៅរកអតីតកាលដ៏ឆ្ងាយមួយកុសលមានអារម្មណ៍ថាពេលវេលាបានឈប់ត្រឹងខណៈដែលពន្លឺថ្ងៃចែកចាំងទៅលើផ្ទៃមុខដ៏ស្រទន់របស់នាងគាត់មិនធ្លាប់ឃើញនាងនៅក្បែរយ៉ាងដូច្នេះឡើយគឺតែងតែឃើញពីចម្ងាយប៉ុណ្ណោះចំណែកមនោរម្យវិញក៏មានអារម្មណ៍ថាមានអ្វីមួយបានទាញទាក់ចិត្តនាងទៅរកកំឡោះអ្នកនេសាទដែលមានភ្នែកមុតស្រួចនោះទោះបីជាពួកគេមានឋានៈខុសគ្នាឆ្ងាយក៏ដោយអារម្មណ៍ដ៏ចម្លែកមួយបានផុសឡើងខឹងចិត្តអ្នកទាំងពីរហាក់បីដូចជាទំពុកស្នេហ៍របស់និស្ស័យកម្មបានទាក់បេះដូងពួកគេជាប់គ្នាពួកគេម្នាក់បានលួចគិតដល់គ្នាទៅវិញទៅមកហើយស្ពានឈើបុរាណនោះក៏បានคล้ายជាសាក្សីស្ងៀមស្ងាត់នៃការចាប់ផ្ដើមនៃទំនាក់ទំនងដ៏អស្ចារ្យមួយនេះក្រោយពីការជួបគ្នាលើកដំបូងនោះកុសលនិងមនោរម្យក៏ចាប់ផ្ដើមជួបគ្នាដោយចៃដន្យកាន់តែញឹកញាប់នៅមាត់ទន្លេជួនកាលមនោរម្យតែងមកលេងទឹកក្បែរផែរបស់កុសលហើយគាត់ក៏ឆ្លៀតឱកាសជួយនាងលើកធុងទឹកឬប្រមូលផ្កាឈូកដែលបណ្ដែតតាមទឹករាល់ពេលជួបគ្នាទឹកមុខរបស់ពួកគេតែងតែញញឹមរាក់ទាក់បើទោះជាមិនមានពាក្យសម្ដីច្រើនក៏ដោយថ្ងៃមួយខណៈដែលមនោរម្យកំពុងរើសផ្កាឈូកកុសលបានឆ្លៀតឱកាសភ្លុំឃ្លួយរបស់គាត់យ៉ាងស្រទន់សំឡេងឃ្លួយបានលាយឡំនឹងសម្រស់ធម្មជាតិជុំវិញខ្លួនបង្កើតបរិយាកាសដ៏សុខសាន្តនិងមនោរម្យបានស្ដាប់ដោយកែវភ្នែកភ្លីថ្លានាងលួចសរសើរនៅទេពកុសលនិងចិត្តស្ងប់របស់កំឡោះអ្នកនេសាទរូបនេះខុសពីបុរសដទៃដែលនាងធ្លាប់ស្គាល់ចំណែកកុសលវិញរាល់ពេលបានឃើញនាងគាត់តែងតែមានអារម្មណ៍កក់ក្ដៅនិងរំភើបរាល់ការជួបគ្នាដ៏ខ្លីនោះបានចាក់ស្រួតនៅក្របពូជស្នេហ៍មួយក្របក្នុងចិត្តអ្នកទាំងពីរដែលកំពុងរីកលូតលាស់បន្តិចម្ដងទន្លេដ៏ស្ងប់ស្ងាត់បានคล้ายជាកន្លែងសម្ងាត់របស់ពួកគេដែលគ្មានអ្នកណាម្នាក់អាចយល់បានឡើយយប់មួយកុសលបានគៀងយល់សັບឃើញមនោរម្យក្លងសម្លៀកបំពាក់បុរាណពណ៌សលេចធ្លោនៅលើស្ពានស្នេហ៍ហាក់បីដូចជានាងកំពុងហៅរូបគាត់សុពនុបានធ្វើឲ្យបេះដូងរបស់គាត់លូតញាប់ញ័រហើយរូបនាងក៏បានដកជាប់ក្នុងអារម្មណ៍របស់គាត់ជានិច្ចទាំងពេលភ្ញាក់ឬពេលគេងមិនយូរប៉ុន្មានរឿងរ៉ាវនៃការជួបគ្នាដ៏ចៃដន្យរបស់កុសលនិងមនោរម្យក៏ចាប់ផ្ដើមលេចលឺពេញភូមិអ្នកស្រុកអ្នកភូមិចាប់ផ្ដើមខ្សឹបខ្សៀវដោយការងឿងឆ្ងល់និងការចាប់អារម្មណ៍ពួកគេដឹងថាឋានៈអ្នកទាំងពីរខុសគ្នាឆ្ងាយណាស់ដូច្នេះទំអាចនឹងបង្កបញ្ហាដល់គ្រួសារទាំងសងខាងទោះបីជាយ៉ាងណាក៏ដោយក៏មនោរម្យនៅតែលួចគិតពីកុសលហើយពេលខ្លះក៏បាក់ទឹកចិត្តដោយសារភាពខុសគ្នានៃឋានៈនេះនាងតែងតែងឿងឆ្ងល់ថាតើវាសនានឹងនាំពួកគេទៅដល់ទីណាក្តីស្រមៃនិងក្តីបារម្ភបានលាយឡំគ្នាបង្កើតជាអារម្មណ៍ស្មុគស្មាញមួយថ្ងៃលិចលៀងខែមួយមនោរម្យបានដើរទៅស្ពានស្នេហ៍ដោយចេតនាដើម្បីរង់ចាំកុសលនាងបានដឹងថាគាត់តែងតែត្រឡប់ពីនេសាទនៅពេលនោះក្រោមពន្លឺព្រះច័ន្ទរៀបរ៉ាអ្នកទាំងពីរក៏បានជួបគ្នាជាថ្មីដោយមានអារម្មណ៍លាយឡំគ្នារវាងក្តីរំភើបនិងការភ័យខ្លាចពួកគេបានផ្លាស់ប្ដូរពាក្យសម្ដីគ្នាជាលើកដំបូងដោយបន្ទាន់ដែលមិនមែនជាការសួរសុខទុក្ខធម្មតាកុសលបានសរសើរសម្រស់នាងហើយមនោរម្យក៏បានលួចសរសើរនៅទេពកុសលភ្លុំឃ្លួយរបស់គាត់រាល់ពាក្យតែនីមួយៗហាក់បីដូចជាតំណក់ទឹកសន្សើមដែលស្រោចជ្រុបលើក្របពូជស្នេហាស្ពានឈើបុរាណនោះបានក្លាយជាកន្លែងសម្ងាត់របស់ពួកគេ
កន្លែងដែលពួកគេអាចលាក់បាំងអារម្មណ៍ពិតពីក្រសាភ្នែកមហាជននៅទីនោះពួកគេបានរកឃើញនូវភាពស្ងប់សុខនិងក្តីសង្ឃឹមដែលជាក្តីសង្ឃឹមសម្រាប់បេះដូងទាំងពីរដែលកំពុងស្រឡាញ់គ្នាទៅវិញទៅមកយប់មួយពន្លឺព្រះច័ន្ទបានជះចុះមកលើផ្ទៃទន្លេបង្កើតជាភ្លៅប្រាក់ដ៏ស្រស់ស្អាតកុសលនិងមនោរម្យបានជួបគ្នាដោយសម្ងាត់នៅលើស្ពានស្នេហ៍ពេលនោះកុសលបានហុចផ្កាឈូកពណ៌សមួយតង់ដែលគាត់ទើបតែរើសបានពីបឹងទឹករីឯមនោរម្យក៏បានទទួលដោយទឹកមុខញញឹមស្រស់ពួកគេបានអង្គុយលើគែមស្ពានលត់ជើងលេងទឹកហាងនិយាយរឿងរ៉ាវជាច្រើនពីក្តីស្រមៃនិងជីវិតរបស់ពួកគេកុសលបានប្រាប់នាងពីការស្រឡាញ់ធម្មជាតិនិងការចង់រស់នៅដោយសេរីចំណែកមនោរម្យក៏បានរៀបរាប់ពីសម្ពាធគ្រួសារនិងការចង់បំបីខ្លួនចេញពីការទុកកិច្ចទាំងនោះនៅពេលនោះអារម្មណ៍ស្នេហាបានលេចឡើងដោយគ្មានពាក្យសម្ដីពួកគេបានសម្លឹងមើលគ្នាទៅវិញទៅមកហើយបេះដូងទាំងពីរបានលូតញាប់វាជាពេលមួយដែលពោពេញដោយសុភមង្គលនិងក្តីសង្ឃឹមទោះបីជាពួកគេដឹងថាទំនាក់ទំនងរបស់ពួកគេគឺជាអ្វីដែលមិនអាចទៅរួចក៏ដោយប៉ុន្តែក្តីសុខមិនស្ថិតស្ថេរយូរឡើយដំណឹងនឹងការជួបគ្នាដោយសម្ងាត់របស់កុសលនិងមនោរម្យបានលេចលឺដល់លោកមេឃុំដែលជាឪពុករបស់នាងលោកមេឃុំបានកោះហៅមនោរម្យមកសួរនាំហើយទឹកមុខរបស់គាត់បានបង្ហាញពីការខឹងសម្បារយ៉ាងខ្លាំងលោកមេឃុំបានរំលឹកនាងអំពីឋានៈគ្រួសារនិងកិត្តិយសរបស់ពួកគេគាត់បានប្រាប់នាងថានាងត្រូវបានភ្ជាប់ពាក់រួចហើយជាមួយនឹងកូនប្រុសរបស់លោកកញ្ញាដែលជាគ្រួសារមានអំណាចនិងទ្រព្យសម្បត្តិលោកបានសង្កត់ធ្ងន់ថាការរកទូនជាមួយទម្លាស់អ្នកនេសាទសាមញ្ញម្នាក់គឺជារឿងដែលមិនអាចលើកលែងបាននិងធ្វើឲ្យអាម៉ាមុខគ្រួសារសម្ពាធគ្រួសារបានសង្កត់សង្កិនលើបេះដូងរបស់មនោរម្យនាងមានអារម្មណ៍ថាខ្លួនឯងគ្មានជម្រើសហើយពិភពលោកទាំងមួយហាក់ដូចជាកំពុងបាក់រលំក្តីស្រឡាញ់របស់នាងចំពោះកុសលបានក្លាយជាបល្លាមួយដែលចាក់ដោតបេះដូងនាងនៅពេលដែលកុសលបានដឹងពីសម្ពាធដែលមនោរម្យកំពុងជួបប្រទះគាត់ក៏មានអារម្មណ៍អស់សង្ឃឹមនិងឈឺចាប់ជាខ្លាំងគាត់ដឹងថាឋានៈរបស់គាត់គឺជាឧបសគ្គដ៏ធំមួយដែលមិនអាចបំបែកបានភាពក្រីក្ររបស់គាត់បានធ្វើឲ្យគាត់មានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃតែយ៉ាងណាក៏ដោយកុសលមិនបោះបង់ក្តីសង្ឃឹមនោះឡើយគាត់បានបដិញ្ញាចិត្តថានឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបង្ហាញថាគាត់ស័ក្តិសមនឹងមនោរម្យទោះបីជាឋានៈរបស់គាត់ទាបតាមយ៉ាងណាក៏ដោយគាត់ចាប់ផ្ដើមនេសាទកាន់តែច្រើនហើយព្យាយាមរកវិធីដើម្បីរកប្រាក់កាសបន្ថែមគាត់តែងតែអង្គុយភ្លុំឃ្លុយនៅលើស្ពានស្នេហ៍ដោយរំពឹងថានឹងបានឃើញនាងហើយបានសម្លឹងមើលទៅផ្ទះលោកមេឃុំដោយទឹកមុខឈឺចាប់គាត់បានសន្យានឹងខ្លួនឯងថានឹងមិនឲ្យនិស្ស័យកម្មនេះបំបែកបំបាក់ពួកគេឡើយក្នុងពិធីបុណ្យចេញវាសាដ៏ធំមួយក្នុងភូមិក៏សៅបានសម្រេចចិត្តទៅចូលរួមដោយសង្ឃឹមថានឹងបានជួបមនោរម្យនៅទីនោះគាត់បានឃើញនាងអង្គុយជាមួយក្រុមគ្រួសាររបស់នាងហើយនៅក្បែរនាងក៏មានបុរសម្នាក់ទៀតស្លៀកពាក់យ៉ាងល្អូកល្អឿនដែលជាកូនប្រុសរបស់លោកអុកញ៉ាក្រសែភ្នាក់អ្នកទាំងពីរបានជួបគ្នាជាថ្មីតែលើកនេះពោពេញទៅដោយភាពសោកសៅនិងការឈឺចាប់ហ្វូងមនុស្សបានខ្សឹបខ្សៀវហើយគ្រប់ក្រសែភ្នាក់បានសម្លឹងមកពួកគាត់មនោរម្យបានបន្ទន់ភ្នាក់ចោះដោយក្តីអាម៉ាស់ខណៈដែលកុសលមានអារម្មណ៍ថាចិត្តរបស់គាត់ត្រូវបានកាត់ជាចំណែកបរិយាកាសរីករាយនៃពិធីបុណ្យបានคล้ายទៅជាទុក្ខសោកភាពខកគ្នានៃឋានៈសង្គមបានលេចចេញជារូបរាងយ៉ាងច្បាស់លាស់នៅចំពោះមហាជនវាហាក់ដូចជាពិភពលោកទាំងមូលបានឃ្លាតឆ្ងាយពីគ្នាហើយស្នេហារបស់ពួកគាត់ក៏កាន់តែរសាត់ឆ្ងាយទៅក្រោយពីពិធីបុណ្យនោះពូជាតិដែលជាគ្រូទានិងជាអ្នកយល់ដឹងពីជំនឿបុរាណក្នុងភូមិបានក៏ហៅកុសលមកជួបពូជាតិបានសម្លឹងមើលកុសលដោយទឹកមុខស្រទន់ហើយបានប្រាប់គាត់ថាស្នេហារបស់ឯងនិងមនោរម្យគឺជាចំណងនិស្ស័យកម្មតាំងពីជាតិមុនមកម្លេះពូជាតិបានរៀបរាប់ថាស្ពានស្នេហ៍នេះមិនមែនគ្រាន់តែជាស្ពានធម្មតាទេតែជាទីតាំងដែលបានភ្ជាប់និស្ស័យកម្មរបស់ពួកគេតាំងពីបុរាណពួកគេធ្លាប់ជាគូស្នេហ៍នឹងគ្នាប៉ុន្តែត្រូវបានបំបែកបំបាក់ដោយវាសនាដ៏ខួខៅការជួបគ្នាជាថ្មីនេះគឺជាឱកាសទី2ដើម្បីបំពេញនិស្ស័យកម្មដែលមិនទាន់បានបញ្ចប់កុសលមានអារម្មណ៍ស្រងាក់ចិត្តប៉ុន្តែក៏មានក្តីសង្ឃឹមឡើងវិញគាត់ជឿលើពាក្យពូជាតិហើយយល់ថាទំនាក់ទំនងរបស់ពួកគេគឺជារឿងដែលបានកំណត់ទុកជាមុនគាត់បានសន្យានឹងខ្លួនឯងថានឹងតស៊ូដើម្បីស្នេហារបស់ពួកគេទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយដំណឹងអំពីការភ្ជាប់ពាក្យរបស់នាងជាមួយនឹងកូនប្រុសលោកអុកញ៉ាបានធ្វើឲ្យមនោរម្យបាក់ទឹកចិត្តយ៉ាងខ្លាំងនាងបានដេកមិនលក់បាក់មិនលើយរីឯអាហារក៏មិនចូលពោះនាងមានអារម្មណ៍ថាខ្លួនឯងត្រូវបានបង្ខំឲ្យរៀបការជាមួយអ្នកដែលខ្លួនមិនស្រឡាញ់រាល់ថ្ងៃនាងតែងតែអង្គុយម្នាក់ឯងនៅលើស្ពានស្នេហ៍ស្រក់ទឹកភ្នៀតយ៉ាងស្ងៀមស្ងាត់
នាងបានគិតដល់កុសលនឹកឃើញដល់រាល់អនុស្សាវរីយ៍ដែលពួកគេធ្លាប់មានជាមួយគ្នានាងមានអារម្មណ៍ថាបេះដូងរបស់នាងកំពុងតែត្រូវរះជាពីរផ្នែកមួយចង់ធ្វើតាមបំណងប្រាថ្នារបស់ឪពុកដើម្បីរក្សាកិត្តិយសគ្រួសារតែមួយផ្នែកទៀតចង់រត់តាមបេះដូងដែលស្រឡាញ់កុសលភាពទាល់ច្រកនេះបានធ្វើឲ្យនាងពិបាកចិត្តយ៉ាងខ្លាំងហើយនាងក៏មិនដឹងថាគួរសម្រេចចិត្តយ៉ាងណាឡើយយប់មួយមនោរម្យបានសម្រេចចិត្តទៅជួបកុសលជាលើកចុងក្រោយនៅលើស្ពានស្នេហ៍ទឹកមុខរបស់នាងពោពេញដោយភាពក្រៀមក្រំនាងបានប្រាប់គាត់ពីការពិតដែលគ្រួសាររបស់នាងបានបង្ខំឲ្យនាងរៀបការហើយថានាងមិនមានចម្រើសទេកុសលបានស្ដាប់នាងដោយទឹកភ្នែកហូរដោយមិនដឹងខ្លួនគាត់បានចាប់ដៃនាងជាប់ហើយបានសុំនាងកុំឲ្យបោះបង់ក្តីសង្ឃឹមគាត់បានសន្យាថានឹងស្វែងរកវិធីមួយដើម្បីយកឈ្នះលើឧបសគ្គទាំងនេះហើយបានបដិញ្ញាថានឹងរស់នៅជាមួយនាងរហូតតទៅពួកគេបានស្បត់ស្វែងនឹងគ្នាដោយពន្លឺព្រះច័ន្ទថានឹងមិនបោះបង់ស្នេហ៍របស់ពួកគេឡើយហើយស្ពានស្នេហ៍ក៏បានក្លាយជាស័ក្តិសិទ្ធិនៃសច្ចៈប្រណិធានដ៏ពិសិដ្ឋនេះទោះបីជាមានភាពអស់សង្ឃឹមយ៉ាងណាក៏ដោយក៏ក្តីសង្ឃឹមនៅតែផុសឡើងបន្តិចបន្តួចដែរមិនយូរប៉ុន្មានកូនប្រុសរបស់លោកឧកញ៉ាឈ្មោះភារមក៏បានមកដល់ភូមិដើម្បីជួបជាមួយនឹងមនោរម្យភារមគឺជាបុរសមានរូបសម្បត្តិស្រស់សង្ហាស្លៀកពាក់ប្រណីហើយមានទ្រព្យសម្បត្តិស្តុកស្ទុំគ្រួសាររបស់មនោរម្យបានរៀបចំពិធីទទួលស្វាគមន៍យ៉ាងឱឡារឹកភារមបានព្យាយាមធ្វើបាបចិត្តមនោរម្យគ្រប់បែបយ៉ាងប៉ុន្តែនាងនៅតែរក្សាភាពស្ងប់ស្ងាត់និងមិនបានបង្ហាញអារម្មណ៍ពិតរបស់នាងឡើយនាងបានគិតដល់កុសលហើយបេះដូងរបស់នាងបានឈឺចាប់យ៉ាងខ្លាំងវត្តមានរបស់ភារមបានធ្វើឲ្យសម្ពាធលើនាងកាន់តែខ្លាំងឡើងកុសលបានលួចមើលពីចម្ងាយដោយទឹកមុខឈឺចាប់គាត់មានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃនិងមិនអាចប្រៀបផ្ទឹមនឹងភារមបានឡើយទោះបីជាយ៉ាងណាក៏ដោយគាត់នៅតែរក្សាការបដិញ្ញាចិត្តរបស់គាត់ដោយមិនអាចទ្រាំទ្របាននៅការឈឺចាប់កុសលបានសម្រេចចិត្តទៅជួបលោកមេឃុំដោយផ្ទាល់គាត់បានស្លៀកពាក់សម្លៀកបំពាក់ស្អាតបាតហើយបានចូលទៅក្នុងផ្ទះរបស់លោកមេឃុំដោយមិនខ្លាចញញើយឲ្យគាត់បានសុំការអនុញ្ញាតពីលោកមេឃុំដើម្បីស្នើសុំមនោរម្យជាភរិយាលោកមេឃុំបានស្ដាប់កុសលដោយទឹកមុខមាត់ចត់ប៉ុន្តែបន្ទាប់មកក៏ផ្ទុះសំណើចចំអកគាត់បានប្រាប់កុសលថាគាត់មិនសមនឹងគូនស្រីរបស់គាត់ឡើយហើយបានបណ្ដេញកុសលចេញពីផ្ទះដោយមិនស្ដាប់ហេតុផលកុសលមានអារម្មណ៍អាម៉ាស់និងឈឺចាប់ជាខ្លាំងកុសលបានដាល់ជង្គង់ផ្ទះលោកមេឃុំទាំងទឹកភ្នែកហូរដោយមិនដឹងថាគួរទៅទីណាគាត់បានទៅអង្គុយលើស្ពានស្នេហ៍ស្រែកយំយ៉ាងជូរចត់គាត់មានអារម្មណ៍ថាពិភពលោកទាំងមូលបានបោះបង់គាត់ចោលក្រោយពីការបដិសេធដ៏ឈឺចាប់នោះមនោរម្យក៏បានដួលឈឺធ្ងន់នាងបានដេកសន្លប់អស់ជាច្រើនថ្ងៃហើយគ្រូពេទ្យក៏មិនអាចរកមូលហេតុបានដែរឪពុកម្ដាយរបស់នាងបានព្រួយបារម្ភយ៉ាងខ្លាំងហើយបានព្យាយាមរកវិធីព្យាបាលគ្រប់បែបយ៉ាងក្នុងពេលនាងឈឺនាងតែងតែស្រែកហៅឈ្មោះកុសលហើយយល់សពឃើញគាត់លើស្ពានស្នេហ៍គ្រួសាររបស់នាងបានយល់ថាមនោរម្យឈឺដោយសារតែវិពលៈផ្លូវចិត្តដែលបណ្ដាលមកពីការបង្ខំឲ្យរៀបការឈឺចាប់របស់មនោរម្យបានធ្វើឲ្យលោកមេឃុំមានអារម្មណ៍ស្មុគស្មាញគាត់មិនដែលគិតថាគុណស្រីរបស់គាត់នឹងឈឺដល់ថ្នាក់នេះទេគាត់បានចាប់ផ្ដើមពិចារណាឡើងវិញនៅការសម្រេចចិត្តរបស់គាត់ដោយអស់ជំរឿលោកមេឃុំបានសម្រេចចិត្តទៅជួបពូជាតិដើម្បីសុំយោបល់ពូជាតិបានសម្លឹងមើលទៅមេឃុំដោយទឹកមុខស្រទន់ហើយបានប្រាប់ថាកូនស្រីរបស់លោកមិនមែនឈឺដោយសាររោគកាយទេតែឈឺដោយសាររោគចិត្តពូជាតិបានរៀបរាប់ពីនិស្ស័យកម្មរបស់កុសលនិងមនោរម្យតាំងពីជាតិមុនមកគាត់បានប្រាប់ថាពួកគេត្រូវបានកំណត់ឲ្យស្រឡាញ់គ្នាប៉ុន្តែដោយសារតែឧបសគ្គឋានៈក្នុងជាតិមុនពួកគេមិនអាចរួមរស់ជាមួយគ្នាបានជាតិថ្មីនេះគឺជាឱកាសរួចទៀតតែឧបសគ្គក៏នៅតែដដែលលោកមេឃុំមានអារម្មណ៍តក់ស្លុតនិងងឿងឆ្ងល់ជាខ្លាំងគាត់មិនដែលជឿរឿងនិស្ស័យកម្មបែបនេះទេប៉ុន្តែដោយឃើញកូនស្រីរបស់គាត់ឈឺធ្ងន់គាត់ក៏ចាប់ផ្ដើមជឿលើអ្វីដែលពូជាតិបាននិយាយគាត់បានសុំពូជាតិឲ្យរកវិធីជួយកូនស្រីរបស់គាត់ទោះបីជាបានបានពីនិស្ស័យកម្មក៏ដោយក៏លោកមេឃុំនៅតែមិនអាចទទួលយកកុសលជាកូនប្រសារបានដែរដោយសារតែឋានៈនិងកិត្តិយសគ្រួសារគាត់បានទៅជួបមនោរម្យហើយបានដាក់កោសានិវត្តថានាងត្រូវតែសម្រេចចិត្តរវាងការជ្រើសរើសគ្រួសារឬការជ្រើសរើសកុសលលោកមេឃុំបានប្រាប់នាងថាប្រសិនបើនាងបដិសេធមិនរៀបការជាមួយភារមទេនោះគ្រួសាររបស់នាងនឹងត្រូវអាម៉ាស់មុខហើយមុខមាត់របស់គ្រួសារនឹងត្រូវបាត់បង់ទាំងអស់គាត់បានសុំនាងឲ្យគិតដល់អនាគតគ្រួសារនិងកិត្តិយសរបស់ឪពុកម្ដាយមនោរម្យបានស្ដាប់ឪពុកដោយទឹកភ្នែកហូរនាងដឹងថាខ្លួនឯងមិនអាចបោះបង់គ្រួសាររបស់នាងបានឡើយនាងមានអារម្មណ៍ថាខ្លួនឯងត្រូវតែលះបង់ក្តីស្រឡាញ់របស់នាងដើម្បីគ្រួសារនេះជាការសម្រេចចិត្តដ៏ឈឺចាប់បំផុតក្នុងជីវិតរបស់នាងនៅយប់នោះក្រោមពន្លឺព្រះច័ន្ទដ៏ស្រអាប់កុសលនិងមនោរម្យបានជួបគ្នាជាលើកចុងក្រោយនៅលើស្ពានស្នេហ៍
ទឹកមុខរបស់មโนរមពោពេញដោយភាពក្រៀមក្រំហើយនាងបានប្រាប់កុសលថានាងមិនអាចបន្តទំនាក់ទំនងនេះបានឡើយកុសលបានចាប់ដៃនាងជាប់ហើយបានសុំនាងឲ្យនៅជាមួយគាត់ប៉ុន្តែមโนរមបានក្រវីក្បាលទាំងទឹកភ្នែកនាងបានប្រាប់គាត់ថានាងត្រូវតែធ្វើតាមបំណងឪពុកដើម្បីកិត្តិយសគ្រួសារនាងបានសុំទោសកុសលដែលមិនអាចនៅជាមួយគាត់បានពួកគេបានស្រោកទឹកភ្នែកជាមួយគ្នាហើយបានសម្លឹងមើលគ្នាទៅវិញទៅមកជាលើកចុងក្រោយមុននឹងបែកគ្នាមโนរមបានខ្សឹបប្រាប់កុសលថាជាតិក្រោយយើងនឹងជួបគ្នាវិញនៅក្រោមស្ពានស្នេហ៍នេះបេះដូងកុសលត្រូវបានកាត់ជាចំណែកហើយស្នេហ៍របស់ពួកគេក៏បានបញ្ចប់ត្រឹមនេះប្រហែលថ្ងៃក្រោយមកពិធីមង្គលការរបស់មโนរមនិងភិរមក៏បានប្រារព្ធឡើងយ៉ាងអធិកអធមមโนរមបានស្លៀកពាក់សម្លៀកបំពាក់កូនក្រមុំយ៉ាងស្រស់ស្អាតប៉ុន្តែទឹកមុខរបស់នាងពោពេញដោយភាពសោកសៅនាងមើលទៅដូចជាមនុស្សយន្តដែលគ្មានអារម្មណ៍កុសលបានលួចមើលពិធីមង្គលការនោះពីចម្ងាយក្រោមម្លប់ឈើមួយដើមគាត់បានឃើញមโนរមដើរចូលរោងការហើយបេះដូងរបស់គាត់ក៏បានបែកជាបំណែកគាត់មានអារម្មណ៍ថាជីវិតរបស់គាត់បានបាត់បង់អត្ថន័យក្រោយពីពិធីនោះកុសលបានសម្រេចចិត្តចាកចេញពីភូមិដ៏ឈឺចាប់នេះគាត់បានយកឃ្លុយរបស់គាត់ហើយដើរចេញទៅដោយគ្មានទិសដៅភូមិបណ្ដែតទឹកដ៏ស្ងប់ស្ងាត់បានបាត់បង់ស្នាមញញឹមរបស់គាត់ហើយស្ពានស្នេហ៍ក៏នៅតែបន្តឈរពីសាក់ស៊ីស្ងៀបស្ងាត់20ឆ្នាំបានកន្លងផុតទៅយ៉ាងលឿនដូចជាខ្សែទឹកដែលហូរមិនឈប់កុសលដែលឥឡូវបានក្លាយជាបរិសចំណាស់មានពុកមាត់សស្គោះបានត្រឡប់មកភូមិកំណើតរបស់គាត់វិញភូមិបានផ្លាស់ប្ដូរច្រើនប៉ុន្តែស្ពានស្នេហ៍នៅតែឈររឹងមាំដដែលគាត់បានដើរឡើងទៅលើស្ពានស្នេហ៍អង្គុយចុះហើយចាប់ផ្ដើមភ្លុំឃ្លុយរបស់គាត់សំឡេងឃ្លុយបានបន្លឺឡើងយ៉ាងពីរោះរណ្ដំពោពេញដោយអនុស្សាវរីយ៍ចាស់ៗអំពីស្នេហាដែលបានបាត់បង់រំពេចនោះគាត់បានឃើញស្ត្រីចំណាស់ម្នាក់ដើរយឺតមកពីត្រើយម្ខាងស្ត្រីចំណាស់នោះគឺមโนរមពួកគាត់បានសម្លឹងមើលគ្នាទៅវិញទៅមកដោយគ្មានពាក្យសម្ដីកែវភ្នែករបស់ពួកគេបានបង្ហាញពីការនឹករលឹកភាពសោកសៅនិងក្តីស្រឡាញ់ដែលមិនចេះរៀងស្ងួតពួកគេបានត្រឹមតែញញឹមដោយស្ងៀមស្ងាត់ហើយបន្ទាបភ្នែកចុះនិស័យកម្មនៃស្ពានស្នេហ៍បានបញ្ចប់ដោយភាពស្ងៀមស្ងាត់និងអនុស្សាវរីយ៍ដ៏ជូរចត់